មនុស្សជាច្រើនគិតខំធ្វើការយ៉ាងលំបាករយៈពេល30ថ្ងៃទៅ31ថ្ងៃពេញប៉ុន្តែប្រាក់ខែដែលទទួលបានមកបែរជារលាយអស់គ្មានសល់ក្នុងរយៈពេលតែ5ថ្ងៃប៉ុណ្ណោះហើយបញ្ហានេះមិនមែនកើតឡើងដោយសារតែអ្នកទាំងអស់គ្នារកលុយបានតិចពេកនោះទេប៉ុន្តែវាបណ្ដាលមកពីអ្នកទាំងអស់គ្នាគ្មានប្រព័ន្ធក្នុងការចាត់ចែងវាហើយថ្ងៃនេះផងដែរពន្លឺគំនិតនឹងនាំអ្នកទាំងអស់គ្នាមកស្គាល់រូបមន្តសកលមួយថានឹងផ្លាស់ប្ដូរស្ថានភាពហិរញ្ញវត្ថុអ្នកទាំងអស់គ្នាពីខ្វះមុខខ្វះក្រោយមកជាមានសល់ជារៀងរាល់ខែហើយរូបមន្តនេះមានឈ្មោះថា50/30/20ឃើញទេវាសាមញ្ញទេប៉ុន្តែក៏វាមានឥទ្ធិពលខ្លាំងណាស់ដែរអញ្ចឹងនៅពេលដែលទទួលបានចំណូលមិនថាប្រាក់ខែឬក៏ចំណូលពីការរកស៊ីនោះទេយើងសូមបែងចែកជា3ណាបែងចែកជា3ផ្នែកអញ្ចឹងឬក៏ជា3កន្ត្រកអញ្ចឹងពន្លឺគំនិតសម្រាប់ធ្វើជាកន្ត្រកភ្លាមណាអញ្ចឹងកន្ត្រកទី1 50% អញ្ចឹងសម្រាប់តម្រូវការចាំបាច់ឬក៏អភិសង្ឃថា need នេះគឺជាលុយសម្រាប់រស់រានមានជីវិតវាគូបបបញ្ចូលទាំងថ្លៃផ្ទះថ្លៃទឹកភ្លើងថ្លៃអាហារប្រចាំថ្ងៃថ្លៃសាំងហើយនិងថ្លៃសេវាទូរស័ព្ទផ្សេងៗទៅហើយចំណុចសំខាន់គឺប្រសិនបើយើងចំណាយណាប្រសិនបើការចំណាយចាំបាច់របស់អ្នកទាំងអស់គ្នាលើសពី 50% នៃចំណូលអាហ្នឹងមានន័យថាអ្នកទាំងអស់គ្នាកំពុងតែរស់នៅហូមៀតណាហូមៀតអញ្ចឹងយើងគូទៅធ្វើបែបណាយើងអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែរកវិធីកាត់បន្ថយមកវិញណាកាត់បន្ថយចំណាយឬក៏ប្រឹងរកបន្ថែមណាប្រឹងរកចំនួនបន្ថែមជាបន្ទាន់អានេះគឺជាកន្ត្រកទី1របស់យើងអញ្ចឹងចំណាយមកដល់កន្ត្រកទី2គឺ 30% សម្រាប់ការចង់បានឬក៏អង់គ្លេសថា want អញ្ចឹងជីវិតមិនមែនសម្រាប់តែធ្វើការហើយបង់ថ្លៃទឹកភ្លើងនោះទេយើងត្រូវការក្តីសុខណាត្រូវការក្តីសុខហើយ 30% នេះគឺសម្រាប់រង្វាន់ខ្លួនឯងនោះទេដូចជាអីគេដូចជាការដើរលេងទិញសម្លៀកបំពាក់ថ្មីៗហើយចូលរួមកម្មវិធីមង្គលការឬក៏ភើកាហ្វេប្រេនដែលយើងចូលចិត្តណាដែលអ្នកនរគ្នាចូលចិត្តហើយការមានកន្ត្រកនឹងផងដែរគឺជួយឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ថាអូខ្លួនឯងកំណាញ់ពេកឬក៏តានតឹងពេកណាថាមានអារម្មណ៍ថាខ្លួនឯងកំណាញ់ពេកឬក៏តានតឹងពេកទេហើយចាយឲ្យអស់ក្នុង 30% ហ្នឹងចាស់យើងមិនចាំបាច់មានវិបត្តិស្រីអីផ្សេងៗណាសម្រាប់កន្ត្រកទី3គឺ 30% សម្រាប់អនាគតក៏ saving and investment ហើយនេះគឺជាកន្ត្រកដែលកំណត់ថាអ្នកនឹងខ្លាចជាអ្នកមានឬក៏អ្នកក្រអញ្ចឹងលុយ 20% នេះឯងយើងហាមចាស់ដាច់ខាតហើយយើងត្រូវហាមចាស់ដាច់ខាតអញ្ចឹងអ្នកទាំងអស់គ្នាត្រូវយកវាទៅធ្វើរឿងពីរយ៉ាងទី1សន្សំជាប្រាក់បម្រុងសម្រាប់គ្រាអាសន្នហើយឬក៏អង់គ្លេសថា emergency ណា food ហើយទី2គឺយកទៅវិនិយោគដើម្បីឲ្យលុយបង្កើតលុយនេះគឺជារឿងពីរយ៉ាងណារឿងពីរយ៉ាងហើយអ្នកទាំងអស់គ្នាសាកសម័យថាបើអ្នកទាំងអស់គ្នាអនុវត្តរូបមន្តនេះបាន1ឆ្នាំណារយៈពេលតែ1ឆ្នាំទេជីវិតអ្នកទាំងអស់គ្នាអាចនឹងផ្លាស់ប្ដូរបែបណាទៅណាអាចនឹងផ្លាស់ប្ដូរបែបណាហើយអ្នកទាំងអស់គ្នាប្រហែលជានឹងលែងភ័យរឿងដាច់លុយអីផ្សេងៗណាដាច់លុយចុងខែអីទៅហើយបើអ្នកទាំងអស់គ្នាមានដើមទុនសម្រាប់ចាប់ផ្ដើមអាជីវកម្មហើយអញ្ចឹងយើងចាប់ផ្ដើមបែងចែកលុយអ្នកទាំងអស់គ្នាណាដល់ថ្ងៃនេះយើងកុំរងចាំតែមានលុយច្រើនអីផ្សេងៗណានេះគឺជាវីដេអូមួយសម្រាប់ជាចំណេះដឹងទៅដល់អ្នកទាំងអស់គ្នាដែលជារូបមន្តគ្រប់គ្រងលុយ 50/30/20 ហើយជួបគ្នានៅវីដេអូក្រោយកុំភ្លេចចុច like Subscribe Channel ពន្លឺគំនិត